ឆាប់ចូលទៅក្នុងបន្ទប់វិញភ្លាមទេថ្នាំដាំរួចរាល់លើហើយឲ្យអូននឹងជួយមើលថែពុកបងហើយឲ្យអូនជួយធ្វើអ្វីៗច្រើនម្លងផងឲ្យអូនព្រួយចិត្តបងពិតជាគ្មានបានការអេបងវៃខេនដាច់ខាតកុំនិយាយចាយសោះបងគ្មានបានការសោះសៃយកនៅឲ្យគួនឥឡូវពួកគេស្រូតទៅឧតាំងដើម្បីប្រូស្រាប់ជាមួយប៉ាក់មីប៉ុន្តែបងជាកូនប្រុសទ្រូង5ហាត់បែរជាសងំនៅទីនេះគ្មានបានការសោះដើមឡើយពួកគេឲ្យបងមកព្យាបាលរបួសនៅឯហងជើបងពិតជាមិនចង់មកវិញសោះបងចង់ទៅភ្នំឧតាំងដោយលួចលាក់ប៉ុន្តែត្រូវបន្ទោសខ្លួនគ្មានបានការរបួសធ្ងន់ដល់ឋានៈនេះបងចង់បបួលលោកស្រីហ្វទៅរកសៃយកប៉ុន្តែបងពិតជាមិនដឹងហាមាត់យ៉ាងម៉េចទេបើលោកស្រីហ្វបានដឹងរឿងនេះប្រកាសជាស្រូតទៅភ្លាមហេតុនេះអូនយល់ហើយបងនឹងសៃយកព្រមទាំងពួកហេកូនស្រឡាញ់គ្នាដូចបងប្អូនបងមិនសមតែទុកពួកគេចោលដល់មិនរវល់នឹងបងព្រួយពីពួកគេប្រៀបដូចជាអូនព្រួយពីអ្នកនាងអញ្ចឹងហើយឥឡូវបងប្អូនទាំងនោះប្រយុទ្ធបដូរស្លាប់រស់ជាមួយសត្រូវតែខ្ញុំជាកូនប្រុសទ្រូង5ហាត់បែរជាសង្ងំរងរស់ប៉ុណ្ណោះតាមពិតបងចង់រួមជាមួយគេគៀកស្មាប្រយុទ្ធណាទោះបីស្លាប់ក៏បងសុខចិត្តដែរនឹកនេះព្រោះតែមនុស្សម្នាក់ពិតជាពិបាកទ្រាំណាស់ពេលដែលដឹងថាគាត់ទៅកាន់ជ្រោះនេះសម្រុកចូលរោងខ្លានោះណាមួយចាប់ផ្ដើមឡើងក៏មិនដឹងថាតាមពិតពេលណាតើគាត់អាចមកវិញតាមពិតគាត់អាចមានជីវិតមកវិញទេអូនពិតជាព្រួយចិត្តអូនព្រួយចិត្តណាស់សៀលីបងជាមនុស្សម្នាក់ដែលខ្លាចស្លាប់ណាស់ប៉ុន្តែមិនស្មានថាក្រោយពេលបានស្គាល់សៃយកនៅហេគួនម្យ៉ាងទៀតបងមានសម្លាំងល្អបានធ្វើជាសិស្សសៅលីងឥឡូវបងដឹងថាអ្វីគឺសច្ចៈជាធំអ្វីស្លាប់រស់ព្រោះបងប្អូនអូនយល់ហើយអេបងវៃខេនឲ្យអូនទៅជាមួយបងផងទៅមិនបានទេអូនមិនអាចទៅបានទេឲ្យអូនតាមថែបងតាមផ្លូវទៅមិនបានទេមានគ្រោះថ្នាក់ណាស់វៃខេនមិនបានអូននិយាយអីក៏មិនបានដែរទៅឧតាំងម្ដងនេះបងមិនដឹងជាអាចមកវិញឬក៏អត់ទេតាមពិតបងក៏មែនហើយរឿងនេះដាច់ខាតកុំឲ្យពុកបងដឹងបងមិនចង់ឲ្យគាត់ព្រួយចិត្តទេលួតែបងលួតែបងអូនជួយមើលថែពុកឲ្យបងផងមិនដែរទេបងវៃខេងបងច្បាស់ជាអាចវិលវិញពិតណាស់បងពិតជាអាចមកវិញណែបងជប់ខត់អូនទៀតទៅក៏ឈប់និយាយថាអូនព្រមស្ដាប់តបបងទាំងអស់និយាយរួមពុកអូននិងកូនប្រុសអូនឥឡូវមានគ្រោះថ្នាក់ហើយបងមិនទៅហីទៅតែបងដាច់ខាត់កំខាត់អូនត្រូវទៅគេនិយាយថាខ្លាសាហាវមិនស៊ីកូនឯងទេបងអាចឃើញកូនរបស់យើងរស់ស្លាប់បងអោបដៃមើលអូនមិនបានទេអូនពិតជាមិនបានទេអូនឈឺចាប់ណាស់អូនត្រូវទៅអូនមិនខ្វល់ថាបងក្រោយពេលដែលអូនចេញពីមាត់ទ្វារមិនឲ្យអូនមកវិញក៏អូនខ្លាចដែរអូនត្រូវទៅជួបនឹងសៃយកបងដឹងទេអារម្មណ៍របស់អូនពេលនេះបងយល់ច្បាស់ណាស់ឈុយហ្វាអូនស្ដាប់បងដោយចិត្តស្ងប់សិនលោកពុកក្មេងមានអាសន្នអូនស្មានតែបងមិនព្រួយចិត្តទេសៃយកឥឡូវមានអាសន្នអូនស្មានតែបងមិនពិបាកចិត្តមិនទះសាក្នុងចិត្តទេអីពុកក្មេងហើយនឹងសៃយកឥឡូវមិនដឹងជាសុខទុក្ខយ៉ាងណាតាមពិតបងពិតជាព្រួយចិត្តខ្លាំងណាស់បងអង្គុយនៅមិនស្ងៀមទេបើសិនជាបងជាមនុស្សចេះក្បាច់គុណនោះបងប្រកាសជាមិនឲ្យស្ងៀមទេបងច្បាស់ជាឡើងទៅលើភ្នំឧតាំងបដូរស្លាប់រស់ជាមួយពួកគេហើយទោះជាយ៉ាងណាក៏ដោយក៏បងត្រូវតែពុះពៀដែរតែហេតុអីក៏បងមិនឲ្យអូនទៅអញ្ចឹងបងខ្លាចអូនទៅពេលនេះហើយមានគ្រោះថ្នាក់មិនត្រឡប់មកវិញរហូតថ្ងៃក្រោយបងរួមម្នាក់ឯងយ៉ាងម៉េចទៅអីសីប៉ាក់មីនោះគួរឲ្យស្អប់ណាស់បងព្រួយសៃយកមិនអាចត្រឡប់មកវិញលោតែអូនទៅបាត់ទៀតនោះតើឲ្យបងធ្វើម៉េចទៅឈុយហ្វាប្តីសម្លាប់ប៉ុន្តែបងដឹងទេមិនឲ្យអូនទៅជួយសៃយកពិតជាធ្វើអូនពិបាកទ្រាំណាស់ពិបាកទ្រាំជាងស្លាប់ទៅទីវ
អ្វីខិតរបួសទៅជាអញ្ចឹងក៏វាមិនដាច់ចិត្តឃើញថៃគាត់នឹងស្អីយកត្រស្លាប់ដែរបើសិនជាពួកវាមានការអីថ្លោជាតិនេះអូនមិនសុខចិត្តទេអូនមិនសុខចិត្តបងក៏អញ្ចឹងដែរជួយហ្វាសុំទោសណាតាមពិតបងក៏យល់ដែរថាស្ងប់ស្ងៀមគឺដោះស្រាយបានតែបងធ្វើមិនរួចពីព្រោះសយប់ជាកូនរបស់បងពិបាកនឹងទប់ចិត្តណាស់ចាបងឲ្យអូនទៅណាស់ហើយចុះបងយល់ព្រមចាំដល់របួសវិគិនជាសិនទៅបងនឹងឲ្យគេទៅជាមួយអូនប៉ុន្តែអូនត្រូវយល់ព្រមនឹងបងណាត្រូវទៅនាំសយុកមកវិញដោយសុខសប្បាយលោកគ្រូពូយើងដើរអស់ច្រើនថ្ងៃហើយតាមពិតនៅប្រហែលថ្ងៃទៀតទៅដល់យើងដើរច្រើនថ្ងៃហើយគឺបានពាក់កណ្ដាលផ្លូវហើយតាមមើលកន្លះខែទៀតគឺអាចជួបសិស្សច្បងអ៊ូមីហើយស៊ីអូនកុំខ្លាចអីចាំបងទៅជួយសើយកកុំពិបាកចិត្តអីការពិតអាត្មាក៏ព្រួយពីសុកទុកស៊ីវដែរបានជាបាក់មីយកនាងមកគម្រាមយើងតាមមើលពេលនេះនាងគ្មានបញ្ហាទេសិស្សច្បងសាមទឹកមានព្រឹត្តិការណ៍ត្រូវណាសយកទោះបីយ៉ាងណាយើងត្រូវទៅជួយស៊ីវឲ្យបានម្យ៉ាងទៀតយើងត្រូវគំតិចភ្នំអ៊ូតាំងផងសម្រាប់បាក់មីសងសឹកជួយលោកគ្រូសងសឹកឲ្យបងប្អូនយើងទាំងអស់ផងកុំគិតច្រើនពេកយើងត្រូវស្រូតដំណើរផងសយកយើងទៅភ្នំអ៊ូតាំងលើកនេះមានគោលដៅអីដែរឈិនគិននិយាយហាញតាជួយស៊ីសម្រាប់បាក់មីជួយស៊ីសម្រាប់បាក់មីឯសំអាងអីដែរសំអាងស្អីសំអាងឈ្មោះហ្វុងសាយុកហ្វុងសាយុកជាមនុស្សសប្បាយមានកម្លាំងខ្លាំងក្លាមានខួរក្បាលភ្លឺថ្លាល្អណាស់ឯងប្រាប់មកមើលឯងដូចសាយុកត្រង់ណាឲ្យតែមានរឿងអីកុំថាឡើយជួយស៊ីជួយខ្លួនឯងក៏មិនរួចផងអាត្មាមានព្រឹត្តិការណ៍នេះឯងគួរតែយល់ន័យហើយអត់ទន់អត់ទល់ពូអត់ទល់ពូអត់ទោសគ្រូពូមនុស្សក្នុងភូមិដូចជាបញ្ញាទៅណាម្ល៉េះពូអូននេះចំជាចម្លែកមែនលពូខ្លងទេលពូពួកឯងចង់ធ្វើអីនឹងកុំខ្លាចអីខ្ញុំមិនប្លន់ទេខ្ញុំចង់សួរពូថាមនុស្សនៅកន្លែងនេះដូចជាចម្លែកណាស់ម្នាក់បញ្ញាទៅណាដែរអូពួកឯងមកពីស្រុកក្រៅមែនទេត្រូវហើយយើងឆ្លងកាត់ទីនេះអាយ៉ាខ្ញុំប្រាប់ពួកឯងទៅចុះពួកឯងឆាប់ទៅវិញទៅយប់ឡើងដាច់ខាតកុំនៅទីនេះភូមិនេះមិនស្អាតទេមិនមែនទេដឹងខ្ញុំប្រាប់ឯងទៅចុះប្រហែលថ្ងៃមុនមានមនុស្សសក់វែងម្នាក់មកទីនេះណាពេលយប់វាតែងតែមកទីនេះរកសម្លាប់មនុស្សអ្នកភូមិឃើញអញ្ចឹងភ័យតក់ស្លុតណាស់ពេលល្ងាចចូលមកដល់ពួកគេនាំគ្នាទៅផ្ទះវិញអស់ហើយលោកពូចាប់សិនមើលខ្ញុំចង់សួរលោកពូថានៅចិត្តនឹងមានកន្លែងណាអាចស្នាក់នៅឬផ្ទះសំណាក់ដែរទេឯងចង់ស្នាក់នៅផងហ៎អត់ទេឆាប់ទៅទីនេះគ្មានអីទេមានតែសាលាឆោទៀនប៉ុណ្ណោះ